ខ្សែបម្រើដោយឆ្នាំគឺ Frenkie de Jong បាននិយាយកាលពីថ្ងៃពុធទី15 ខែតុលានៃគោលដៅសំខាន់របស់គេគឺការឈ្នះពានរង្វាន់ UEFA Champions League ជាមួយនឹងក្រុមបាល់ទាត់ FC Barcelona ថ្លែងនៅក្នុងពិធីមួយដើម្បីបន្តកងត្រាជាមួយនឹងម្ចាស់ជើងឯក La Liga រហូតដល់ឆ្នាំ2029ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបាននិយាយថាគេមានអារម្មណ៍ថាការរំពឹងទុកគឺខ្ពស់ជាងមុនដោយសារតែការរំពឹងទុកអំពីប្រាក់ខែរបស់គេដោយយោងតាមរបាយការណ៍ខ្លះបានថែមទាំងចុះផ្សាយថាគេគឺជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងទ្វីបអឺរ៉ុបនៅពេលដែលសួរថាតើគេកំពុងតែឈានដល់កម្រិតកំពូលនៃអាជីពរបស់ខ្លួនឬក៏យ៉ាងណាដេចុងបាននិយាយថាគេមានគោលបំណងដើម្បីឈានដល់កម្រិតល្អមួយរៀងរាល់រដូវកាលដើម្បីជួយក្រុមរបស់ខ្លួនឈ្នះពានរង្វាន់ច្រើនតាមដែលអាចធ្វើទៅបានសូមបញ្ជាក់ផងដែរថា Frenkie de Jong បានចូលរួមជាមួយនឹងក្រុមបាល់ទាត់ FC Barcelona នៅក្នុងឆ្នាំ2009ដោយលោកគេបានផ្ទេរចេញពីក្រុមបាល់ទាត់ Ajax Amsterdam នៅក្នុងប្រទេសហូឡង់ហើយមកទល់ពេលនេះគេបានឈ្នះពានរង្វាន់លីកកំពូលអេស្ប៉ាញចំនួន2 Copa del Rey ចំនួន2និង Spanish Super Cup ចំនួន2គ្រឿងដូចគ្នា